តើជឿព្រះយេស៊ូវគ្រីស្ទស្រួលដែរឬទេមកដឹងជាមួយគ្នាណាជាការពិតណាស់ការជឿព្រះយេស៊ូវគ្រីស្ទមិនមែនងាយស្រួលដូចជាអ្នកគិតនោះទេការជឿព្រះយេស៊ូវគ្រីស្ទត្រូវគេបៀតបៀនហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់មកលើអ្នករាល់គ្នាព្រះអង្គក៏មានបន្ទូលដែរថាបើលោកីស្អប់អ្នករាល់គ្នាអ្នករាល់គ្នាត្រូវដឹងថាគេស្អប់ព្រះយេស៊ូវជាមុនជួនកាលគេថាមើលអាយេស៊ូវមកនោះអញ្ចឹងមានន័យថាព្រះកំពុងតែគង់ជាមួយនឹងបងប្អូនទាំងគ្នាព្រះយេស៊ូវកំពុងតែគង់ជាមួយនឹងបងប្អូនទាំងគ្នាហើយគេមើលឃើញព្រះយេស៊ូវនៅក្នុងជីវិតរបស់យើងទាំងអស់គ្នាដូច្នេះហើយយើងត្រូវតែជឿព្រះយេស៊ូវគ្រីស្ទរហូតទៅដល់ទីបញ្ចប់ទើបបានទទួលសេចក្តីសង្គ្រោះការជឿព្រះយេស៊ូវមិនមែនជាការស្រួលប្រមាណទេត្រូវលីឈើឆ្កាងតាមព្រះអង្គជារៀងរាល់ថ្ងៃហើយជឿរហូតទៅដល់អស់ជីវិតជឿរហូតទៅដល់ទីបញ្ចប់ទើបយើងទទួលបាននូវសេចក្តីសង្គ្រោះហើយយើងជឿព្រះយេស៊ូវនោះគឺកាត់ខ្មាស់ត្រូវគេបៀតបៀនគេនិយាយបង្ខុសគេនិយាយបង្ខូចទាំងសេចក្តីអាក្រក់មកលើអ្នកទាំងអស់គ្នាដោយព្រះយេស៊ូវនោះមានន័យថាព្រះយេស៊ូវទ្រង់គង់នៅក្នុងជីវិតរបស់យើងហើយគេមើលឃើញព្រះយេស៊ូវក្នុងចិត្តនិងជីវិតរបស់បងប្អូនទាំងអស់គ្នាផងដែរបើអ្នកគិតថាវីដេអូនេះមានន័យសម្រាប់អ្នកសូមខមមិនថាអាមែនហើយ share ទៅកាន់មនុស្សដែលអ្នកស្រឡាញ់ផងដែរសូមអរគុណសូមព្រះប្រទានពរ